បងប្អូនទាំងអស់គ្នាតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters គឺបានចុះផ្សាយថាសហរដ្ឋអាមេរិកអាចនឹងបញ្ជូនកងទ័ពរាប់ពាន់នាក់បន្ថែមមកដល់តំបន់ប្រចាំបូព៌ាយោងទៅតាមការចុះផ្សាយរបស់ Reuters បានឲ្យដឹងថាមន្ទីរបញ្ញកោណត្រូវបានសង្កេតឃើញថាអាចនឹងបញ្ជូនកងទ័ពពី3000នាក់ទៅ4000នាក់ពីកងពលធំអាកាសលេខ82ទៅកាន់តំបន់ប្រចាំបូព៌ាការចល័តនេះធ្វើឡើងចំពេលដែលសង្គ្រាមរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកបានឈានទៅដល់សប្តាហ៍ទី4ទោះបីជាប្រធានាធិបតី Donald Trump លើកឡើងអំពីលទ្ធភាពក្នុងការចរចាជាមួយនឹងអ៊ីរ៉ង់ក៏ដោយក៏ប៉ុន្តែរដ្ឋបាលរបស់លោកនៅតែបញ្ជូនសភាវុធទំនើបក៏ដូចជាយោធារបស់ខ្លួនមកដល់តំបន់ប្រជុំបូព៌ាបន្ថែមបើសិនជាអាចដើម្បីការពារការនាំចេញនៃការដឹកប្រេងតាមច្រក Hormuz ដែលជាច្រកមួយនាំប្រេងចេញទៅកាន់ពិភពលោកគិតចាំតាំងពីប្រតិបត្តិការយោធានៅថ្ងៃទី24ខែកុម្ភៈសហរដ្ឋអាមេរិកក៏បានវាយប្រហារគោលដៅចំនួន9000កន្លែងនៅក្នុងប្រទេសអ៊ីរ៉ង់ក្នុងសង្គ្រាមនេះទាហានអាមេរិក13នាក់បានបាត់បង់ជីវិតនិង290នាក់ទៀតបានរងរបួសតែទោះជាយ៉ាងណាក៏ដោយមតិចុងក្រោយបង្ហាញថាពលរដ្ឋអាមេរិកគឺប្រហែលជា 61% មិនគ្រប់គ្រងក្នុងការវាយប្រហារនេះទេដែលជាសម្ពាធនយោបាយដ៏ធំមួយសម្រាប់លោក Donald Trump ក្នុងកំឡុងពេលនៃការបោះឆ្នោតចឹងសរុបមកវិញគឺសហរដ្ឋអាមេរិកអាចនឹងបញ្ជូនកងទ័ពប្រហែលជា3000នាក់ទៅ4000នាក់មកពីកងទ័ពអាកាសលេខ82ហើយគោលបំណងដើម្បីបង្កើនសមត្ថភាពរបស់ខ្លួននៅក្នុងប្រតិបត្តិការនៅប្រទេសអ៊ីរ៉ង់ហ្នឹងហើយជាពិសេសគឺសហរដ្ឋអាមេរិកមានទ័ពប្រហែលជា50000នាក់ហើយនៅក្នុងប្រតិបត្តិការមួយនេះតែយ៉ាងណាក៏ដោយប្រជាជនអាមេរិក35%បានគ្រប់គ្រងក្នុងប្រតិបត្តិការតែ61% គឺមិនគ្រប់គ្រងទេដែលជាឥទ្ធិពលខ្លាំងមែនទែនទៅដល់ប្រធានាធិបតី Donald Trump អញ្ចឹងតើស្ថានភាពទៅមុខទៀតបែបណាជួបគ្នាវីដេអូក្រោយបាទ